เนอร์เซบูមេដឹកនាំកម្ពុជានិងមេដឹកនាំថៃចាប់ដៃគ្នានិយាយពីសន្តិភាពប៉ុន្តែនៅចំពោះមុខមេដឹកនាំហ្វីលីពីនរដ្ឋាភិបាលក្រុងភ្នំពេញបានប្រាប់ថៃថាបញ្ហាព្រំដែនត្រូវតែវាស់ដោយមិនបន្តពន្យាពេលជំនួបត្រីភាគីរវាងកម្ពុជាថៃនិងហ្វីលីពីនធ្វើឡើងនៅទីក្រុងសេប៊ូប្រទេសហ្វីលីពីននៅល្ងាចថ្ងៃទី7ខែឧសភាឆ្នាំ2026នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានជំនួបនេះត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីហ្វីលីពីនលោក Marcos ក្នុងនាមជាប្រធានអាស៊ាននៅក្នុងសន្និសីទសារព័ត៌មានត្រីភាគីក្រោយជំនួបលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្លែងថាកម្ពុជានិងថៃបានពិភាក្សាអំពីការកាត់បន្ថយភាពតានតឹងការកសាងទំនុកចិត្តនិងការស្ដារទំនាក់ទំនងឲ្យវិលទៅរកភាពប្រក្រតីឡើងវិញលោកបញ្ជាក់ថាភាគីទាំងពីរក៏បានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនៃយន្តការដែលមានស្រាប់រួមមាន JBC, GBC និង RBC បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ថៃដំណើរការពេញលេញប៉ុន្តែចំណុចសំខាន់ដែលកម្ពុជាសង្កត់ធ្ងន់គឺភាពចាំបាច់នៃការចាប់ផ្ដើមឡើងវិញភ្លាមៗនៃការវាស់វែងនិងកំណត់ព្រំដែនតាមរយៈ JBC ដោយមិនត្រូវបន្តពន្យាពេលលោកហ៊ុនម៉ាណែតបាននិយាយថាយន្តការនេះសំខាន់ដើម្បីបញ្ចប់ការបង្កើតស្ថានភាពថ្មីនៅលើដីចាស់ស្ដែងនិងធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងព្រំដែនអន្តរជាតិត្រូវបានគោរពតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញរឿងនេះលើឆាកអាស៊ានខណៈដែលថៃបានកេកវេះពីការចរចាតាំងពីក្រោយការប្រយុទ្ធគ្នាកាលពីខែធ្នូឆ្នាំ2026មកแล้วចំណែកយោធាថៃបានបន្តអភិវឌ្ឍទីតាំងរបស់កម្ពុជាដែលខ្លួនបានវាយកាន់កាប់បាននាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគុណមិនបានឆ្លើយតបទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងអំពីការវាស់វែងព្រំដែននោះទេតាមរយៈសន្ទរការដែលបានព្រៀងទុកស្រាប់លោកអនុទានបាននិយាយថាថៃនិងកម្ពុជាជាប្រទេសជិតគ្នាដូច្នេះគួរតែជៀសវាងជំលោះលោកថានេះគឺជាពេលដែលភាគីទាំងពីរត្រូវសម្លឹងទៅមុខក្នុងទិសដៅតែមួយនាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាឲ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរធ្វើការបន្តលើវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្តដោយចាប់ផ្ដើមពីចំណុចដែលភាគីទាំងពីរអាចអនុវត្តបានភ្លាមៗប្រធានាធិបតីហ្វីលីពីនលោក Marcos បានថ្លែងថាភាគីទាំងពីរបានបង្ហាញពីការបញ្ជាក់ចិត្តចំពោះការសន្ទនានិងជៀសវាងសកម្មភាពដែលអាចធ្វើឲ្យស្ថានភាពឡើងកម្ដៅលោកថាដើម្បីជួយសម្របសម្រួលកិច្ចការនេះអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានឬ AOT នឹងត្រូវពន្យាពេលរហូតដល់ខែកក្កដាឆ្នាំ2026